បងប្អូនប្រហែលជាកំពុងតែស្វែងរក microphone ដែលមានតម្លៃខ្ទង់$30ដែលមានរូបរាងស្អាតមិនតូចពេកមិនធំពេកប្រើបានគ្រប់ប្រភេទទូរស័ព្ទហើយមានមុខងារកាត់សលេងរំខានថ្ងៃនេះខ្ញុំសូមណែនាំ microphone របស់ Ulanzi model A100 ដែលនៅក្នុងប្រអប់របស់វាមានមកជាមួយនឹង mic 2សម្រាប់មនុស្ស2នាក់ហើយមានមកជាមួយនឹង adapter ដែលបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅតាមតម្រូវការទៅតាមប្រភេទទូរស័ព្ទនិងកាមេរ៉ា mic មួយនេះក៏មានមកជាមួយនឹង room ដែលបងប្អូនអាចធ្វើការភ្ជាប់ជាមួយនឹង mic ដើម្បីជួយកាត់បន្ថយសំឡេងរំខានជួយកាត់បន្ថយសំឡេងខ្យល់ចេញពីមាត់ឬក៏សំឡេងខ្យល់នៅក្នុងបរិយាកាសហើយក៏មានមកជាមួយនឹងដៃឆក់ដែលផ្ដល់ភាពងាយស្រួលក្នុងការបងប្អូនភ្ជាប់ microphone នេះជាមួយនឹងសម្លៀកបំពាក់នៅពេលដែលបងប្អូនបើកប្រអប់ mic នេះជាលើកដំបូងសូមបងប្អូនធ្វើការបកស្កុតពណ៌ខៀវនៅលើ mic នីមួយៗរួចធ្វើការដាក់ mic នោះចូលនៅក្នុងប្រអប់វិញដើម្បីឲ្យ mic នីមួយៗសាកថ្មដើម្បីប្រើប្រាស់ mic មួយនេះបងប្អូនគ្រាន់តែធ្វើការដក mic និងឧបករណ៍ទទួលចេញពីក្នុងប្រអប់រួចធ្វើការចុចប៊ូតុងបើកទាំងឧបករណ៍ទទួលនិងឧបករណ៍បញ្ជូនសំឡេងនៅពេលដែលបងប្អូនចុចបើករួចហើយឧបករណ៍ទាំងពីរនឹងធ្វើការភ្ជាប់គ្នាដោយអូតូម៉ាទិកដើម្បីបើកមុខងារកាត់សលេងរំខានដែលមាន3កម្រិតនៅលើ mic នេះបងប្អូនគ្រាន់តែធ្វើការចុចប៊ូតុងបិទបើកនេះចំនួន1ដងនោះវានឹងលោតភ្លើងខៀវ1ដងដើម្បីបញ្ជាក់ថាវាកំពុងតែស្ថិតនៅក្នុងមុខងារកាត់សលេងរំខានកម្រិតទី1នៅពេលដែលបងប្អូនចុច1ដងទៀតវានឹងលោតភ្លើងពណ៌ខៀវចំនួន2ដងដើម្បីបញ្ជាក់ថាវាកំពុងតែស្ថិតនៅក្នុងមុខងារកាត់សលេងរំខានកម្រិតទី2ហើយនៅពេលដែលបងប្អូនចុច1ដងទៀតវានឹងលោតភ្លើងពណ៌ខៀវចំនួន3ដងដើម្បីបញ្ជាក់ថាវាកំពុងតែស្ថិតនៅក្នុងមុខងារកាត់សលេងរំខានកម្រិតទី3ហើយនៅពេលដែលវាលោតភ្លើងពណ៌បៃតងមានន័យថាមុខងារកាត់សលេងរំខានមិនត្រូវបានបើកនោះទេនៅពេលដែលប្រើប្រាស់រួចបងប្អូនគ្រាន់តែធ្វើការដាក់ microphone និងឧបករណ៍ទទួលសំឡេងចូលនៅក្នុងប្រអប់វិញហើយវានឹងធ្វើការសាកថ្មអូតូនៅលើប្រអប់បងប្អូនឃើញមាន indicator ដែលបញ្ជាក់ពីភាគរយថ្មដែលនៅសល់និងពីខាងក្រោយមានរុនសម្រាប់សាកថ្មសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់ Creator Store ហើយអរគុណយើងជួបគ្នានៅវីដេអូក្រោយ